សូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពអំពីសភាពការនៃការឈ្លានពានរបស់ភាគីថៃមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងយុទ្ធភូមិភាគទី4ទី5គិតមកដល់ទី3ទី4ទី5គិតមកដល់ថ្ងៃទី14ខែធ្នូឆ្នាំ2025នេះថ្ងៃនេះគឺជាថ្ងៃទី8ហើយនៃការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជាភាគីថៃនៅតែបន្តរំលោភបំពានលើបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025ស្ថានភាពអំពីការគំរាមកំហែងនិងការឈ្លានពានរបស់ភាគីថៃនៅតំបន់មួយចំនួនក្នុងដែនអធិបតេយ្យរបស់កម្ពុជាទី1ស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី3មកដល់ម៉ោងនេះមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់យើងបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតនៅក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួនទី2ស្ថានភាពនៅជួរមុខក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលារំលងអាត្រិតថ្ងៃរហូតចូលមកដល់វេលាម៉ោង8:00នាទីព្រឹកថ្ងៃទី14ខែធ្នូឆ្នាំ2025គិតចាប់តាំងពីវេលាម៉ោង2:40នាទីរំលងអាត្រិតយោធាថៃនៅតែបន្តបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារនៅវេលាម៉ោង3:10នាទីទៀតភ្លឺយោធាថៃបានចាប់ផ្ដើមបង្កើនរថក្រោះនិងកម្លាំងថ្មើរជើងចូលមកបន្ថែមទៀតនៅក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារនិងគាំទ្របាញ់ដោយបាញ់កាភ្លើងធំផ្សែងពុលនិងគ្រាប់បែកចង្កោមនៅវេលាម៉ោង5:30នាទីព្រឹកយោធាថៃបានបន្តបាញ់ផ្លោងដោយប្រើប្រាស់កាភ្លើងធំចូលទៅក្នុងភូមិសាស្ត្រប្រាសាទខ្នាចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់យើងបានបន្តតាមដានដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចទី3ស្ថានភាពនៅជួរមុខក្នុងសមរភូមិទិសយុទ្ធភូមិភាគទី5ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង12រំលងអាត្រិតរហូតដល់ម៉ោង8:00នាទីព្រឹកថ្ងៃទី14នេះនៅវេលាម៉ោង5:55នាទីព្រឹកទៀបភ្លឺយោធាថៃបានប្រើប្រាស់យន្តហោះចម្បាំងប្រភេទ F-16 ហោះក្រឡឹងនិងបន្ទាប់មកទម្លាក់គ្រាប់បែកចំនួន4គ្រាប់នៅភូមិសាស្ត្រឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់នៅក្នុងភូមិសាស្ត្រអូភ្លុកដំរីនៅវេលាម៉ោង6:08នាទីយោធាថៃបានចាប់ផ្ដើមបើកការវាយប្រហារនៅក្នុងភូមិសាស្ត្រច្រកច1នៅវេលាម៉ោង6:30នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្របឹងត្រកួននៅវេលាម៉ោង7:49នាទីព្រឹកយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិជោគជ័យចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃទៀតមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងយើងនៅបន្តតាមដានដោយយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីភារកិច្ចការពារដែនអធិបតេយ្យរបស់កម្ពុជាក្រសួងការពារជាតិទាមទារឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់នៅការបាញ់ប្រហារនិងសម្លាប់ប្រជាជនកម្ពុជាដោយមិនរើសគោលដៅការប្រើប្រាស់យន្តហោះចម្បាំងចូលក្នុងទឹកដីកម្ពុជាដែលមិនត្រឹមតែជាការរំលោភបំពានដ៏ធ្ងន់ធ្ងរលើដែនអធិបតេយ្យបូរណភាពទឹកដីកម្ពុជានិងច្បាប់អន្តរជាតិប៉ុណ្ណោះទេប៉ុន្តែថែមទាំងមានបាញ់ផ្លោងទម្លាក់គ្រាប់បែករួមទាំងគ្រាប់បែកចង្កោមដោយមិនរើសអើងនិងមិនសមាមាត្រហើយបានធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតនិងសុវត្ថិភាពប្រជាជនស្លូតត្រង់ស៊ីវិលរបស់កម្ពុជានិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធស៊ីវិលប្រាសាទបុរាណជាទីសក្ការៈដែលជាមរតកមនុស្សជាតិដូចជាសាលារៀនស្ពានថ្នល់វត្តអារាមផ្ទះសម្បែងផ្សារប្រាសាទព្រះវិហារប្រាសាទតាក្របីនិងទីតាំងសាធារណៈដទៃផ្សេងទៀតយ៉ាងច្រើនរាប់មិនអស់ក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិបន្តកោតទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមខុសច្បាប់របស់ភាគីថៃម្ដងហើយម្ដងទៀតដោយទាមទារឲ្យភាគីថៃទទួលខុសត្រូវទាំងស្រុងចំពោះអំពើរំលោភបំពានដ៏កម្រោលឃោរឃៅនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់សកម្មភាពអារីភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាពស្ថិរភាពនៅក្នុងតំបន់ទន្ទឹមនេះកម្ពុជាសូមអំពាវនាវឲ្យភាគីថៃវិលត្រឡប់មកអនុវត្ត
វិញនៅបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខាកាលពីថ្ងៃទី26 ខែតុលា ឆ្នាំ 2025 ក្រោមការធ្វើជាសាក្សីរបស់អាដាមប្រធានាធិបតីសហរដ្ឋអាមេរិក Donald J. Trump និងអាដាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ដែលជាប្រធានបដូវវេនអាស៊ាន កម្ពុជាបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរពនិងការអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជាថៃប្រកបដោយសុឆន្ទៈនិងការទទួលខុសត្រូវខ្ពស់បំផុតកម្ពុជាប្រកាន់ខ្ជាប់នៅការដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិក៏ដូចជាសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់ហើយប្រឆាំងនឹងការគំរាមកំហែងឬការប្រើប្រាស់កម្លាំងសម្ដៅស្វែងរកដំណោះស្រាយមួយដែលយុត្តិធម៌ត្រឹមត្រូវយូរអង្វែងស្របតាមច្បាប់អន្តរជាតិក្រសួងការពារជាតិនិងកងយោធពលខេមរៈភូមិន្ទសូមគូសបញ្ជាក់ផងដែរថាគោលដៅនៃការវាយប្រហារការពារខ្លួនរបស់កម្ពុជាគឺផ្ដោតតែលើគោលដៅយោធាថៃតែប៉ុណ្ណោះមិនសំដៅលើគោលដៅជនស៊ីវិលឬក៏ទីកន្លែងស៊ីវិលណាមួយឡើយកម្ពុជាតែងប្រកាន់ខ្ជាប់នៅការគោរពនិងការអនុវត្តរាល់កាតព្វកិច្ចទាំងឡាយដែលស្ថិតនៅក្រោមច្បាប់អន្តរជាតិជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់និងច្បាស់លាស់បំផុតគូបញ្ជាក់ផងដែរថាវីរៈកងទ័ពកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនិងនៅតែប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននិងប្រុងប្រយ័ត្នខ្ពស់ជានិច្ចក្នុងការបំពេញតួនាទីដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាយើងក៏បញ្ជាក់ឡើងវិញនៅសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយសូមប្រជាពលរដ្ឋទាំងអស់បន្តជឿជាក់និងលើកទឹកចិត្តដល់វីរៈកងទ័ពដ៏អង់អាចក្លាហានរបស់យើងដែលកំពុងប្រយុទ្ធតស៊ូយ៉ាងខ្លាំងក្លានៅគ្រប់សមរភូមិទាំងអស់រាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនកម្ពុជារួបរวมគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាននិងមិនងាករេទោះក្នុងតម្លៃណាក៏ដោយ Greetings to the general public and members of the